ហ្គេម Minecraft ទៀតហើយនេះគឺជាវីដេអូណែនាំទេមិនមែនជាវីដេអូលេង survival ដូចមុនទេអ្នកគ្នាដោយសារទៅចូលឆ្នាំហើយគឺអត់បានលេង game Minecraft ទេគឺយើងមកធ្វើវីដេអូណែនាំពី mode Minecraft តោះនេះគឺជា mode ថ្មីដែលអ្នកគ្នាត្រូវតែដាក់តាមខ្ញុំប្រាប់នេះនៅលើអេក្រង់ឬក៏ចុច link នៅក្នុង comment ក៏បានដែរអ្នកគ្នាអូខេmode នេះគឺវាឲ្យជាមួយនឹង item ជាច្រើនអ្នកគ្នាដូចជា spawn បិសាចជាមានជាមួយនឹង the goblin ហ្នឹងអ្នកគ្នាដឹងហើយគឺជាមនុស្សត្រីនៅក្នុងរឿង anime ស្វោខ្លាំងមែនទែនគេតែមើលទៅវាគឺជា mode monster ជាមួយនឹង for up item ទៅពេលអ្នកគ្នាវាយ goblin ងាប់ចឹងទៅវាមាន item ធ្លាក់មកចឹងទៅហើយមានជាមួយ spot នឹងដាវជាច្រើនតែគ្នាអាច crash ដល់ខ្លួនឯងម្ដងគឺអត់បាច់អ្នកគ្នា creative mode យកទេគឺអ្នកគ្នាអាច crash នៅក្នុង survival លេងបានគេជាមួយនឹង spawn ជាច្រើនទៀតនេះអូខេមានជាមួយនឹងឧបករណ៍ដែលប្រើប្រាស់នៅក្នុង mode មួយនេះគឺមានច្រើនខ្លាំងមែនតើខ្ញុំអត់ផុតទេមានដើររន្ទះអីហើយដើរមួយគឺអ្នកគ្នាអាចប្រើជាមួយ skill វាបានគេអ្នកមើលទៅបើឡើយខ្ញុំតេស្តផាច់ជាបាញ់ខុសជិះហើយមានជាមួយនឹង armor ជាច្រើនប្រភេទដែលអ្នកគ្នាចង់ដាក់អានេះដើរអានេះតបងផ្ទះអូខេអានេះគឺជា mini item ដែលអ្នកគ្នាអាចប្រើយកទៅក្រាស់របស់ទាំងអស់ហ្នឹងដែលអ្នកគ្នាចង់បានរនៅក្នុង survival អញ្ចឹងអ្នកគ្នាហើយនេះគឺជា monster បិសាចគឺជាប្រភេទ mode ដែលអ្នកគ្នាលេងដូចទៅក្នុង anime ទូទៅដែលអ្នកធ្លាប់មើលអញ្ចឹងវាមានជាមួយនឹងបិសាចគ្រប់ប្រភេទនៅក្នុងហ្នឹងហើយនឹង item ដែលអ្នកគ្នាប្រើប្រាស់ហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងអ្នកគ្នាកុំភ្លេច subscribe ខ្ញុំម្នាក់មួយដាក់សញ្ញាកណ្ដឹងនិង comment នៅក្រោមវីដេអូនិង like ម្នាក់មួយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំធ្វើនេះហើយអត់មានអីនិយាយទៀតទេអ្នកគ្នាមើលទៅនេះគឺជម្រាបលាគ្នាជួបគ្នានៅវីដេអូក្រោយ